บางปต่างគ្នាសុខភាពគឺសំខាន់ណាស់ណាមិនថាយើងមានលុយច្រើនយ៉ាងណាក៏យើងអត់អាចទិញសុខភាពល្អបានដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចេះថែរក្សាសុខភាពស្ដែងដូចវីដេអូខាងលើនេះអញ្ចឹងក្មេងស្រីម្នាក់នេះគាត់មានឈ្មោះថាមៀលីទើបតែឈានចូលអាយុ18ឆ្នាំគាត់ចង់ខ្លាយទៅជាមនុស្សពេញវ័យខ្លាំងណាស់ណាហើយបើខ្ញុំអត់និយាយអ្នកទាំងអស់គ្នាក៏នឹកស្មានដល់ដែរថាគាត់ទើបតែមានអាយុ18ឆ្នាំតែប៉ុណ្ណោះព្រោះជនជាតិបរទេសអាយុតិចទេប៉ុន្តែមៀតម្នាក់គឺធំហើយខ្ពស់ខ្លាំងមែនតើដែលថាគេហៅមៀតដបងយប់មួយមៀលីបានចេញទៅក្រៅជប់លៀងជាមួយនឹងពូម៉ាក់នៅឯបារមួយកន្លែងហើយក៏ជាលើកទី1ដែរដែលគាត់ចេញទៅជប់លៀងផឹកស្រាជាមួយនឹងពូម៉ាក់របស់គាត់ហើយនៅក្នុងយប់នោះគាត់ផឹករហូតដល់លក្ខណៈថាគាត់ lost control របៀបថាគាត់បាត់បង់ការគ្រប់គ្រងខ្លួនឯងរហូតដល់គាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់អត់ស្រួលខ្លួននោះទេដៃរបស់គាត់ចាប់ផ្ដើមកងងចូលគ្នាហើយមាត់របស់គាត់គឺចាប់ផ្ដើមវាយតែម្ដងនិយាយអត់បានទេភ្លាមនោះគេក៏បានបញ្ញាបញ្ជូនគាត់ទៅមន្ទីរពេទ្យហើយពេលដែលទៅដល់មន្ទីរពេទ្យបន្ទាប់ពីឆែករួចពេទ្យបាននិយាយថាគាត់បានរកឃើញថានៅក្នុងខ្លួនរបស់មៀលីមានជាតិពុលមួយយ៉ាងដែលធ្វើឲ្យរាងកាយរបស់គាត់ទៅជាខ្វិនភ្លាមតែម្ដងហើយពេទ្យក៏បានសួរបញ្ជាក់ទៅកាន់ពូម៉ាក់គាត់ដែរថាគាត់ទាំងអស់គ្នានៅក្នុងពិធីជប់លៀងនោះតើមៀលីគាត់បានញ៉ាំអ្វីខ្លះបានទៅជាបែបហ្នឹងហើយពូម៉ាក់របស់គាត់ម្នាក់ខំអង្គុយរហូតនឹកខ្លាំងមែនតើទើបនឹកឃើញថាមៀលីគាត់បានយល់ព្រមទទួលផឹកស្រាមួយកែវពីមនុស្សប្រុសម្នាក់ដែលនៅក្នុងពិធីជប់លៀងនោះហើយនៅក្នុងស្រានោះមាន mix vodka អាស្រា vodka ដែលមានជាតិអាល់កុលខ្លាំងជាមួយនឹងក្រូចឆ្មាពណ៌លឿងដែលគេហៅថា lemonade ហ្នឹងអ្នកទាំងអស់គ្នាស្រាមួយកែវហ្នឹងឯងដែលជាដើមហេតុធ្វើឲ្យគាត់ពុលនឹងខ្លាចទៅជាបែបនេះភ្លាមតែម្ដងរូបរាងកាយរបស់គាត់កម្រើកអត់បានទេមាត់ក៏និយាយអត់រួចមានតែភ្នែកនិងត្រចៀកគាត់ដែលនៅមើលឃើញនិងស្ដាប់ឮហើយពេលដែលគាត់ឃើញខ្លួនគាត់ក្នុងសភាពជាប់គាំងអញ្ចឹងគាត់មានអារម្មណ៍រន្ធត់ជាខ្លាំងតែម្ដងហើយពេទ្យក៏បានបន្តទៀតដែរថាអាការៈរបស់មៀលីបែបនេះគឺចំណាយពេលវេលាយ៉ាងយូរនៅក្នុងការព្យាបាលហើយការព្យាបាលមួយនេះគឺធ្វើឲ្យគាត់ជួបនឹងការឈឺចុកចាប់ជាខ្លាំងហើយទោះបីជាគាត់ជាសះស្បើយក៏ដោយក៏គាត់មិនអាចសះស្បើយដូចដើមបាន 100% ដែរគឺគាត់ត្រូវហ៊ានដើរឡើងវិញត្រូវហ៊ាននិយាយឡើងវិញនិយាយរួមទៅគឺដូចកូនក្មេងហ្មងហើយគាត់អត់អាចប្រើកម្លាំងច្រើនធ្វើការនេះធ្វើការនោះដូចមនុស្សធម្មតាទេគឺគាត់ខ្សោយខ្លាំងហ្មងបានថ្ងៃក្រោយមកទៀតគាត់ក៏បានចេញពីមន្ទីរពេទ្យប៉ុន្តែអារម្មណ៍របស់មៀលីគឺលេងដូចមុនហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចនៅក្នុងការទៅជប់លៀងនៅក្បែរព្រោះគាត់ទើបតែជួបបញ្ហាថ្មីនេះឯងអាការដែលគាត់អត់ទាន់ជួបបញ្ហាគឺគាត់ចង់ដើរលេងចង់ដឹងឮចង់សាក់មែនតើដល់ពេលមានរឿងទៅគាត់ដឹងថាវាពិបាកប៉ុណ្ណាហើយកំឡុងពេលដែលមៀលីនៅក្នុងមន្ទីរពេទ្យទទួលការព្យាបាលនោះម្ដាយរបស់គាត់បានថតសកម្មភាពគាត់ជាច្រើនហើយសម្រាប់ចិត្តផុសចូលទៅក្នុង social media ដើម្បីឲ្យអ្នកដទៃទៀតបង្កើនដល់ការប្រុងប្រយ័ត្នពីហេតុការណ៍ដែលកូនស្រីរបស់គាត់បានជួបប្រទះដោយពីការបង្ហោះរបស់ម្ដាយគាត់ហើយវីដេអូទាំងអស់នោះផ្ទុះខ្លាំងមែនតើរហូតដល់មានកម្មវិធីមួយបានអញ្ជើញមៀលីឡើងទៅសំណេះសំណាលនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ថែមទៀតផងឃើញអត់បងប្អូនអរគ្នារឿងនេះកុំចេះតែហ៊ានណាវាគឺជារឿងធំមួយដែលប៉ះពាល់ដល់អនាគតនិងសុខភាពយើងអស់មួយជីវិតណាតែបើទៅជប់លៀងញ៉ាំអីមួយមិត្តភក្តិ lose control អីហ្នឹងវាជារឿងធម្មតាប៉ុន្តែជាប៉ែហ្នឹងអាចសឹកទទួលការអញ្ជើញស្រាមួយកែវពីមនុស្សប្រុសម្នាក់មានរឿងតែដោយសារប្រុសនឹងឯងហើយណាមួយវិញទៀតគាត់ទៅតែគ្រប់អាយុគាត់ទៅតែពេញវ័យហើយពពួកស្រាវូតកាអីហ្នឹងខ្លាំងមែនតើអាកុលវាខ្លាំងណាផឹកស្រួលគឺកាច់ហ្មងដោយសារខ្ញុំក៏ធ្លាប់ជួបបញ្ហាហ្នឹងដែរតែគាត់ថាយើងដឹងខ្លួនមុនណាអ្នកគ្នាវីដេអូខាងលើមួយនេះដែលខ្ញុំសម្រាយវាក៏ជាមេរៀនមួយដែរសម្រាប់ពួកយើងទាំងអស់គ្នាមុននឹងសម្រេចចិត្តធ្វើអីឬក៏ញ៉ាំអីអញ្ចឹងគួរតែគិតពីខ្លួនឯងសិនថាតើសុខភាពរបស់យើងនេះអាចទទួលយកវាបានអត់កុំចេះតែហ៊ានជៀសវាងមានវិបត្តិសេរីនិងខូចអនាគតអស់មួយ